គឺថ្មពុកបងប្អូនណាបាទនេះជាប្រភេទថ្មភក់បាទតែថ្មភក់នេះគឺថ្មីបាទថ្មីស្រឡាងតែម្ដងទៅកាត់បាទកាត់ហើយឥឡូវនេះក៏មានប្រើហើយគឺបាទម៉ាស៊ីនកាត់ត្រឹមបាទស្អាតបងប្អូនហើយទម្ងន់នេះចូល1 តោនជាងតាមជាក់ស្ដែងបងប្អូនណានេះពណ៌ស៊ីនរបស់ថ្មបាទពណ៌ប្រផេះបាទពណ៌ប្រផេះហើយហេតុអីបានថ្មនេះខុសគ្នាបាទនេះចឹងពណ៌ខុសគ្នាតាមពិតទៅពណ៌ថ្មដូចតែគ្នាទេពុកម៉ែបងប្អូនក៏ប៉ុន្តែថ្មនេះគឺឆ្លងកាត់ព្យុះភ្លៀងបាទកម្ដៅថ្ងៃបាទអញ្ចឹងធ្វើឲ្យថ្មនេះប្រែពណ៌ទៅជាពណ៌ខ្មៅដោយសារតែកម្ដៅថ្ងៃភ្លៀងបាទតែនេះថ្មនេះមានន័យថាទៅតែកាប់មកពីភ្នំពីក្នុងតាមគេហៅថាតនកាលហើយរបៀបនៅក្នុងការស្ទូចថ្មបងប្អូនណាបាទអញ្ចឹងគឺកាត់ប្រើរកក៏បានឬក៏យើងហៅថាកោលៈក៏បានដែរស្ទូចមកតនៈអត់ងាយស្រួលទេបងប្អូនណាការជួសជុលណាបងប្អូនអញ្ចឹងនេះធ្វើឲ្យបងប្អូននឹងបាត់ចម្ងល់បាទថ្មណាបាទគឺខាងប្រទេសកូរ៉េខាងត្បូងគាត់ជួយបាទនេះនៅប្រាសាទអង្គរវត្តពុកម៉ែបងប្អូនបាទអរគុណច្រើនលើកទឹកចិត្តសម្រាប់ការ like ការ share ដល់បងប្អូនបាទហើយបងជាងដែលគាត់លះបង់កម្លាំងកាយចិត្តណាបងប្អូនណាអរគុណ